បាទជំរាបសួរបងប្អូននៅវីដេអូទី2ពាក់ព័ន្ធជាមួយនឹងទូដែកអញ្ចឹងមុននឹងចូលទៅដល់វីដេអូខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងការអញ្ជើញឬក៏ invite បងប្អូនរបស់បងប្អូនចូលទៅក្នុងក្រុមអានរិស័យមិនគិតប្រាក់សម្រាប់ឆ្នាំ2026នេះគឺបានន័យថាវាគឺជារង្វាន់មួយដែលមិនអាចកាត់ថ្លៃបានវាមិនច្រើនទេបើយើងគិតថាយើងចាយលុយសម្រាប់ការអានរិស័យប៉ុន្តែការដែលយើងមិនគិតលុយនេះគឺបានន័យថាគឺជារង្វាន់មួយដ៏ធំធេងហេតុអីបានខ្ញុំថាធំធេងខ្ញុំធ្លាប់ជួបនៅបញ្ហាពិតមួយបាទគឺខ្ញុំមានមួយចទូតមួយគាត់គេហៅថាធ្វើអត្តឃាតគាត់ក្មេងនេះអាយុប្រហែលជាអត់ដល់30ទេអញ្ចឹងខ្ញុំសុំទោសផងព្រោះនេះវាយើងនិយាយបន្តិចដើម្បីឲ្យបងប្អូនយល់អញ្ចឹងខ្ញុំមានការសោកស្ដាយណាស់នៅពេលដែលខ្ញុំដឹងដំណឹងថាគាត់មានបញ្ហាគាត់ទៅហើយជាមួយឆ្នាំហើយប៉ុន្តែបើការហ្នឹងបើសិនជាខ្ញុំបានជួបគាត់ឬក៏ខ្ញុំបានទៅជួបពុកម្ដាយគាត់ហើយខ្ញុំបានឃើញគាត់ហើយខ្ញុំបានដឹងខ្ញុំអាចប្រាប់គាត់បានអញ្ចឹងគាត់ក៏អត់មានបញ្ហានឹងកើតឡើងដែរអញ្ចឹងហើយការដែលយើងដឹងរឿងខ្លះវាមិនមែនអត់ប្រយោជន៍ទេហ្នឹងគឺវាមានប្រយោជន៍ខ្លាំងជាងយើងយកលុយរាប់រយរាប់ពាន់ដុល្លារទៅពេទ្យទៀតអញ្ចឹងមនុស្សយើងការមានបញ្ហាពេលខ្លះបដូរជាមួយជាលុយស្ទើរតែយើងនឹកស្មានមិនដល់រាប់រយរាប់ពាន់រាប់ម៉ឺនក៏មានដែរអញ្ចឹងហើយបើសិនជាយើងបានទទួលនៅការអានរិស័យមិនគិតប្រាក់នេះអាហ្នឹងគឺជារង្វាន់មួយដ៏ធំដែលអាចយកទៅប្រើប្រាស់បានតែបើសម្រាប់បងប្អូនខ្លះដែលគាត់គិតថាគ្មានប្រយោជន៍អាហ្នឹងក៏គិតទៅតាមអ្វីដែលគាត់គិតចោះពីព្រោះនេះវាគេហៅថាអឺការយល់ឃើញបាទមនុស្សយើងម្នាក់ម្នាក់គឺមានការយល់ឃើញរៀងៗខ្លួនទៅតាមសមត្ថភាពទៅតាមចំណេះដឹងទៅតាមបរិយាកាសជុំវិញនិងរបបអាហារដែលយើងទទួលទានអញ្ចឹងការគិតរបស់យើងគឺផ្សាច់លើការគិតរបស់យើងរៀងៗខ្លួនអញ្ចឹងសូមចូលមកក្នុងប្រធានបទរបស់យើងវិញគឺពាក់ព័ន្ធជាមួយនឹងទូដែកនៅវីដេអូទី1គឺខ្ញុំបាននិយាយថាទូដែកវាមានចំណុចទី1ទី2ទី3ទី4ទី5ទី6អញ្ចឹងទៅអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី1នោះគឺពាក់ព័ន្ធជាមួយនឹងទិសដែលដាក់ទូដៃល្អអញ្ចឹងជាទូទៅយើងដាក់ក្នុងបន្ទប់គេងអ្នកខ្លះគាត់ដាក់ក្នុងបន្ទប់គេងរបស់គាត់បាទអ្នកខ្លះគាត់ធ្វើការការិយាល័យក្រុមហ៊ុននេះគាត់ដាក់នៅក្នុងបន្ទប់ការិយាល័យរបស់គាត់អញ្ចឹងណាអញ្ចឹងវាអាចយកមកគិតបានដូចគ្នាអញ្ចឹងគឺជាទូទៅដែលហៅថារូបមន្តជារូបមន្តសកលជារូបមន្តដែលទេសសេឲ្យมันខុសมันមានការប្រែប្រួលគឺជាទូទៅគឺយើងអាចប្រើបានគ្រប់គ្នាប៉ុន្តែលទ្ធផលគឺខ្ញុំអត់ដឹងទេប៉ុន្តែគឺអាចប្រើបានគ្រប់គ្នាដោយសារតែគេសរសេរជាសកលដែលយើងយកមករៀនប៉ុន្តែនៅពេលជាក់ស្ដែងការដាក់ការតាំងនៅទូដែកដាក់លុយដាក់គ្រឿងអលង្ការឬក៏សម្ភារៈដែលមានតម្លៃនេះគឺវាអាស្រ័យទៅលើកត្តាជាច្រើនប៉ុន្តែឥឡូវគឺទី1នេះយើងនិយាយអំពីរឿងទូទៅដែលជាទិសរបស់ទូដែកគេហៅថា original place របស់វាបាទអញ្ចឹងគឺកន្លែងដែលល្អបំផុតគឺមានទិសខាងលិចមានទិសខាងជើងឈៀងខាងលិចទិសខាងជើងហើយក៏មានខាងជើងឈៀងខាងកើតដែរអញ្ចឹងមាន4ទិសគឺល្អអញ្ចឹងបងប្អូនអាចវាស់វែងចែកបន្ទប់យើងឬក៏ចែកផ្ទះយើងហ្នឹងជា8ទៅបាទឬក៏យើងឲ្យឈ្មោះថាអាហ្នឹងគេហៅថាផ្ទះទាំង8តែប្រឡាស់របស់វា9នៅកណ្ដាលមួយទៀតអញ្ចឹងនៅក្នុងវិជាហុងស៊ុយគេហៅថាវិមានទាំង9អញ្ចឹងបើនៅក្នុងប៉ាជឿអាហ្នឹងហៅផ្ទះទាំង8អញ្ចឹងនៅក្នុងពេលនេះគឺបងប្អូនអាចវាស់បានអញ្ចឹងបងប្អូនរកទៅទិសខាងលិចនៅខាងណាទិសខាងជើងឈៀងខាងលិចនៅខាងណាទិសខាងជើងនៅខាងណាបើយើងឧទាហរណ៍នៅក្នុងតនិកនាឡិកាគឺចាប់ពីម៉ោង9ឡើងទៅដល់ម៉ោង3បាទអញ្ចឹងគឺ
បានន័យថានៅក្នុងរង្វង់360ដឺក្រេហ្នឹងគឺកន្លែងដែលយើងដាក់បានហ្នឹង180ដឺក្រេអញ្ចឹងបងប្អូនដែលអត់គេហៅថាច្បាស់នៅក្នុងវិជាហ្នឹងក៏បងប្អូនអាចរកបានដែរបងប្អូនគិតទៅបើផ្ទះបងប្អូនបែរទៅទិសខាងណាអញ្ចឹងបន្ទប់បងប្អូនបែរទៅទិសខាងណាបងប្អូនគិតទៅឃើញថាដាក់ត្រីវិស័យមកគឺទិសខាងលិចនៅខាងណាទិសខាងលិចឈាងខាងជើងនៅកន្លែងណាបងប្អូនយកដាក់កន្លែងហ្នឹងទៅបាទហ្នឹងនៅក្នុងករណីយើងនិយាយករណីទី1បាទប៉ុន្តែមិនទាន់ពូលទេគឺគ្រាន់តែថាបង្ហាញបងប្អូនអំពីពាក់ព័ន្ធជាមួយនឹងទិសដែលយើងដាក់បានអញ្ចឹងនៅក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងទេចូលវីដេអូទី3អាហ្នឹងបានយើងនិយាយពាក់ព័ន្ធជាមួយនឹងទិសផ្ទះហើយឬក៏ពណ៌របស់ទូដែកຂະຫນາດរបស់ទូដែកហើយជាមួយនឹងម្ចាស់ផ្ទះអញ្ចឹងតាមលំដាប់លំដោយអញ្ចឹងនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងទេអញ្ចឹងខ្ញុំសូមអរគុណបាទអញ្ចឹងសូមជូនពរបាទឲ្យសុខភាពល្អទាំងអស់គ្នានិងជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ